ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងតែងតែជួបប្រទះឆ្លងកាត់រឿងរ៉ាវច្រើនណាស់មានរឿងខ្លះយើងជួបប្រទះហើយចងចាំយ៉ាងលម្អិតចំណែករឿងខ្លះយើងដឹងតែមួយផ្លេតភ្លេចទៅវិញបាត់រឿងខ្លះនៅក្បែរខ្លួនយើងសោះតែយើងមិនចាប់អារម្មណ៍ក៏មានដែរតើមានរឿងអ្វីខ្លះទៅសូមតាមដានទស្សនាដូចតទៅ 1. តើបងប្អូនដឹងទេជួរកាត់ទទឹងផ្លែពោតគ្រាប់របស់វាតែងតែមានចំនួនគូជានិច្ចគឺ16គ្រាប់រីឯចំនួនសរុបផ្លែពោតមួយផ្លែជាមធ្យមមានពី500ទៅ800គ្រាប់ 2. រូបសំណាកនៃសេរីភាពគេធ្វើពីស្ពាន់សុទ្ធដំបូងឡើយរូបនេះមិនទាន់មានពណ៌ដូចសពថ្ងៃនោះទេគឺមានពណ៌ដូចជាប្រាក់កាក់ដែលគេចាយដែរតែក្រោយមកដោយប្រតិកម្មអុកស៊ីតកម្មឬប្រតិកម្មជាមួយអុកស៊ីហ្សែនក្នុងបរិយាកាសនៅឆ្នាំ1920រូបនេះបានប្រែទៅជាពណ៌បៃតងទាំងស្រុងតែម្ដងមិនខុសពីលុយសេនដែលគេកោសខ្យល់នៅពណ៌ដដែលលុយសេនទុកចោលប្រែទៅជាពណ៌បៃតងនោះទេ 3. ពេលភ្លៀងម្ដងយើងមិនបានចាប់អារម្មណ៍នោះទេយើងអាចដឹងក្លិនទឹកភ្លៀងបានជាក្លិនដែលលាយបញ្ចូលគ្នារវាងក្លិនប្រេងរុក្ខជាតិក្លិនបាក់តេរីនិងក្លិនអូโซន 4. ពេលយើងកណ្ដាស់ម្ដងខ្យល់ចេញមកមានល្បឿនដល់ទៅ160គីឡូម៉ែត្រក្នុង1ម៉ោងឯណោះ 5. អ្នកវិទ្យាសាស្ត្របានចែកផែនដីជា2ផ្នែកឬ2អត្តគោលតាមខ្សែអេក្វាទ័រឬផ្លូវព្រះអាទិត្យរះចំផែនដីគេហៅថាអត្តគោលខាងជើងនិងអត្តគោលខាងត្បូងអ្វីដែលគួរចាប់អារម្មណ៍នោះគឺមនុស្សទូទាំងពិភពលោកជាង 90% រស់នៅអត្តគោលខាងជើងឬខាងជើងខ្សែអេក្វាទ័រ 5. ត្រីបាឡែនជាធនិកសត្វក្នុងទឹកធំជាងគេបេះដូងរបស់វាធំណាស់គឺធំស្មើនឹងកូនឡានមួយយើងអាចឮសំឡេងបេះដូងត្រីបាឡែនលោតនៅចម្ងាយ3គីឡូម៉ែត្រពីវា 7. Dolphin ឬផ្សោតអាចទំនាក់ទំនងគ្នាបានដោយវាហៅគ្នាវាជាឈ្មោះតាមរយៈការបញ្ចេញសំឡេងហួចពិសេសមួយ 8. បងប្អូនអ្នកប្រើប្រាស់ Facebook ទំនងជាមិនបានដឹងនោះទេការចុច like ជាសញ្ញាមេដៃរបស់ Facebook ពីមុនមិនមែនពាក្យថា like នោះទេគេដាក់ពាក្យថា awesome វិញមានន័យថាល្អខ្លាំងណាស់ 9. យើងអាចនឹងចំណាយពេល6ខែក្នុងមួយជីវិតរបស់យើងដើម្បីរងចាំភ្លើងសញ្ញាចរាចរណ៍ពីពណ៌ក្រហមទៅពណ៌ខៀវ 10. យើងតែងតែឃើញមានរបាំងនៅត្រចៀកមាន់គោកធំជានិច្ចបងប្អូនដឹងថាវាមានប្រយោជន៍យ៉ាងណាទេរបាំងនេះគឺជារបាំងការពារត្រចៀកមាន់ខ្លួនឯងកុំឲ្យវាថ្លង់ស្ដាប់លេងកើតដោយសារសំឡេងរងាវរបស់វានោះឯង 11. ពីរ៉ាមីតដែលមានទំហំធំជាងគេបំផុតលើពិភពលោកមិនមែនជាពីរ៉ាមីតនៅប្រទេសអេស៊ីបដ៏ល្បីល្បាញនោះទេតែពីរ៉ាមីតធំបំផុតនោះគឺនៅប្រទេសមិចស៊ីកូឯណោះទេ 12. ប្រសិនបើខួរក្បាលរបស់មនុស្សយើងជាកុំព្យូទ័រវិញវាអាចនឹងធ្វើប្រតិបត្តិការ 38,000 លានប្រតិបត្តិការក្នុង1វិនាទីបើធៀបនឹងកម្ពស់កុំព្យូទ័រឬគេហៅថា Super Computer វិញវាមានសមត្ថភាពប្រតិបត្តិការត្រឹមតែ 0.002% នៃខួរក្បាលរបស់យើងប៉ុណ្ណោះ 13. ទឹកបរិសុទ្ធមួយដបអាចផុតកំណត់កាលបរិច្ឆេទឬហួសដឺឡេប៉ុន្តែរឿងហួសដឺឡេជារឿងរបស់ដបផ្លាស្ទិកទេមានន័យថាដបផ្លាស្ទិកដល់កាលកំណត់ខូចខាតហើយតែទឹកបរិសុទ្ធក្នុងដបនោះមិនចេះហួសដឺឡេនោះទេ 14. នៅសហរដ្ឋអាមេរិកនៃរដ្ឋ Oregon មានទីក្រុងមួយឈ្មោះថា Boring មានន័យថាធុញថប់អបសុខរីឯមួយទៀតទីក្រុងមួយឈ្មោះថា Dule មានន័យថាស្ពឹកស្ទួក 15. អ្វីដែលគេហៅថាប្រអប់ខ្មៅក្នុងយន្តហោះនោះតាមពិតវាមានពណ៌ទឹកក្រូចស្រាលទេប្រអប់ខ្មៅមាន2ផ្នែកមួយផ្នែកកត់ត្រាទិន្នន័យយន្តហោះដូចជាកម្ពស់ល្បឿនរលកសំឡេងកម្រិតប្រេងឥន្ធនៈនិងកម្ដៅរីឯផ្នែកមួយទៀតជាផ្នែកថតសំឡេងអ្នកបើកយន្តហោះ 16. គេបានគណនាឃើញថាគេត្រូវការក្រដាសRAMអាកាត់ 136,000 លានសន្លឹកដើម្បីបោះពុម្ពអត្ថបទក្នុងអ៊ីនធឺណិតទាំងអស់បានបើយកក្រដាសទាំងអស់នោះមកដាក់ត្រួតលើគ្នាវាមានកម្ពស់ខ្ពស់ជាងអង្កត់ផ្ចិតផែនដីទៅទៀត 17. ខ្មៅដៃធម្មតាមួយដើមគេអាចយកទៅគូសបន្ទាត់បានប្រវែង56គីឡូម៉ែត្រទើបអស់បណ្ដូលប្រវែងនេះប្រហែលស្ពានជ្រោយចង្វា80ដងបូកបញ្ចូលគ្នា 18. បញ្ហាដឹកជញ្ជូនផ្លែឈើគេអាចដោះស្រាយបាននៅប្រទេសកូរ៉េនិងជប៉ុនដោយធ្វើឲ្យផ្លែឈើនោះមានរាងជ្រុងគេធ្វើបែបនេះបានដោយយកពុម្ពផ្លាស្ទិកមកកដោបផ្លែឈើនោះតាំងពីវានៅជាក្តឹបនៅឡើយ 19. តើបងប្អូនដឹងទេពេលដំរីទឹកពេញវ័យមួយក្បាលហាមមាត់វាមួយអស់រង្វះមាត់របស់វាអាចច្រកឡានប្រណាំងមួយចូលបាន 20. មានស្ពានមួយដែលគេសាងសង់នៅលើផ្លូវ highway នៅប្រទេសហូឡង់សម្រាប់សត្វកំប្រុកឆ្លងកាត់ប៉ុន្តែក្នុងមួយឆ្នាំមានប្រភេទសត្វពពួកកំប្រុកយ៉ាងច្រើន5ក្បាលប៉ុណ្ណោះឆ្លងកាត់ស្ពាននេះ 21. សម័យនេះជាសម័យទូរស័ព្ទទំនើបជាមធ្យមមនុស្សម្នាក់ប្រើប្រាស់ទូរស័ព្ទរៀងរាល់6នាទីម្ដងមានន័យថាក្នុងមួយថ្ងៃយើងប្រើប្រាស់ទូរស័ព្ទជាង150ដង 22 ធ្លាប់មានបរិសុទ្ធជនជាតិអូស្ត្រាលីម្នាក់បានប្រកាសលក់កោះញូហ្សេឡង់ដែលខ្មែរយើងហៅថា Novel Zealand នោះនៅលើគេហទំព័រ eBay ក្នុងតម្លៃ$3,000 សហរដ្ឋអាមេរិក
23កាលពីឆ្នាំ1986ក្រុមហ៊ុន Apple ធ្លាប់មានអាជីវកម្មសម្លៀកបំពាក់និងគ្រឿងតុបតែងបែបស៊ីវិល័យដែរតែអាជីវកម្មនេះមិនបានទទួលជោគជ័យដោយការផលិតទូរស័ព្ទនោះទេ24យើងមិនបានចាប់អារម្មណ៍នោះទេថារាងកាយរបស់យើងមានកម្ដៅគ្រប់គ្រាន់ល្មមអាចធ្វើឲ្យទឹក4លីត្រពុះបានក្នុងរយៈពេលកន្លះម៉ោងឬ30នាទី25រាល់អ្នកដែលមានភ្នែកពណ៌ស្លេកឬពណ៌ខៀវពួកគេធ្លាប់មានបុព្វការីឬដូនតាជាមួយគ្នាហេតុដែលគេហ៊ានបញ្ជាក់បែបនេះដោយសារតែគេបានរកឃើញថារាល់អ្នកដែលមានភ្នែកពណ៌ខៀវមានទម្រង់ហ្សែនពណ៌ភ្នែកដូចគ្នា26ធម្មតាអ្នកបើកឡានប្រណាំងតែងតែបែកញើសខ្លាំងណាស់ដោយសារកម្ដៅដ៏ក្ដៅរបស់ឡានប្រណាំងគេសង្កេតឃើញថារាល់ការប្រណាំងមួយប្រកួតអ្នកបើកឡាននេះអាចស្រកទម្ងន់បាន4គីឡូកន្លះអ្នកធាត់អាចពិចារណាបាន27គេបានសង្កេតឃើញថាពេលផ្ទាំងទឹកកកធំរលាយគេតែងតែឮសំឡេងខ្លាំងដែលគេបានដាក់ឈ្មោះសំឡេងនោះថា Buggy Seltzer 28លោក Alan Shepard ជាមនុស្សម្នាក់គត់ដែលបានលេងវាយកូនហ្គោលនៅភពផ្សេងក្រៅពីផែនដីលោកបានវាយកូនហ្គោលនៅលើភពព្រះច័ន្ទកាលពីឆ្នាំ1971ក្នុងបេសកកម្ម Apollo ទី14 29សត្វឆ្មាដែលយើងចិញ្ចឹមអាចអាឡែហ្ស៊ីជាមួយម្ចាស់របស់វាតែមិនមែនមានន័យថាវាអាឡែហ្ស៊ីនឹងក្លិនមនុស្សនោះទេគឺវាអាឡែហ្ស៊ីក្លិនទឹកអប់ដែលម្ចាស់វាប្រើឬសាប៊ូដុសខ្លួនដែលម្ចាស់វាដុសខ្លួន31នៅលើភពព្រះអង្គារនៅពេលថ្ងៃផ្ទៃមេឃមានពណ៌ក្រហមហើយពេលថ្ងៃលិចមេឃបដូរទៅជាពណ៌ខៀវ32មួកដែលចុងភៅពាក់នៅលើក្បាលគេហៅថាធូបនៅផ្នែកខាងលើគេដេរជាផ្នត់ចំនួន100ផ្នត់ជាសញ្ញាបង្ហាញពីលក្ខណៈពិសេសរបស់ចុងភៅ100ផ្នត់មានន័យថាចុងភៅមានវិធី100យ៉ាងក្នុងការកែច្នៃពងមាន់ពងទាឲ្យក្លាយជាម្ហូបបាន33ផ្លាកសញ្ញាចរាចរណ៍សរសេរថា stop ឬឈប់គេធ្លាប់បានសរសេរលើផ្ទៃពណ៌លឿងអស់រយៈពេល30ឆ្នាំតែចាប់ពីឆ្នាំ1954ស្លាដែលមានផ្ទៃពណ៌ក្រហមចាប់ផ្ដើមមានប្រជាប្រិយភាពជាងពណ៌លឿងវិញហើយពណ៌ក្រហមនៅតែឈរជើងដល់សព្វថ្ងៃនេះ34បើសិនជាបងប្អូនចង់ដុតកាឡូរីក្នុងខ្លួនឲ្យបាន100កាឡូរីគ្រាន់តែឈរស្ងៀម1ម៉ោងដោយគ្មានធ្វើអ្វីសោះក៏អាចដុតអស់100កាឡូរីបានដែរ35ក្នុងពិធីជប់លៀងមួយបើនរណាម្នាក់ចេញទៅមុនដោយមិនបានប្រាប់គេឯងឬនិយាយឲ្យស្រួលស្ដាប់ថាផឹករត់នោះគេប្រើពាក្យថា Friends Exit ន័យត្រង់មានន័យថារត់ចេញបែបបារាំងចំណែកនៅបារាំងវិញគេនិយាយថារត់ចេញតាមស្ទាយអង់គ្លេសតើបងប្អូនយល់ថាជនជាតិទាំងពីរនិយាយឌឺដងបង្អាប់គ្នាទេ36យើងអាចប្រើប្រាស់ GPS ដោយឥតគិតថ្លៃគ្រប់ពេលវេលាជារៀងរាល់ថ្ងៃតើបងប្អូនដឹងទេដើម្បីធ្វើឲ្យ GPS ដំណើរការបានគេបានចំណាយប្រាក់$2លានសហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃ37ដោយយើងបានដឹងហើយថាបច្ចុប្បន្ននេះអ្វីក៏អេឡិចត្រូនិកជាពិសេសគឺទូរស័ព្ទដៃអ្វីដែលគួរចាប់អារម្មណ៍នោះគឺថាបច្ចុប្បន្នចំនួនទូរស័ព្ទដៃមានចំនួនច្រើនជាងមនុស្សលើផែនដីទៅទៀត38សត្វប្រភេទណាមានខួរក្បាលកាន់តែធំជាងសត្វមួយប្រភេទទៀតសត្វប្រភេទនោះស្ងាបកាន់តែយូរជាងឧទាហរណ៍កណ្ដុរខួរក្បាលតូចជាងឆ្កែដូច្នេះឆ្កែស្ងាបយូរជាងកណ្ដុរចំណែកឆ្កែខួរក្បាលតូចជាងសត្វអូតដូច្នេះអូតស្ងាបយូរជាងសត្វឆ្កែផងដែររាមនុស្សយើងស្ងាបយូរជាងសត្វទាំងអស់នេះដូចយើងបានដឹងពីរឿងខួរក្បាលហើយថាការស្ងាបជាការបញ្ជូនអុកស៊ីហ្សែនបន្ថែមឲ្យខួរក្បាលកាន់តែធំស្ងាបកាន់តែយូរ39រឿងក្នុងខ្លួនរបស់យើងមួយទៀតនោះគឺបេះដូងរបស់យើងលោត 115,000 ដងក្នុងមួយថ្ងៃលោត42លានដងក្នុងមួយឆ្នាំហើយលោត 3,000 លានដងក្នុងមួយជីវិតហើយយើងបានដឹងហើយពីថ្ងៃយើងកើតរហូតដល់ថ្ងៃស្លាប់បេះដូងរបស់យើងលោតរហូតគ្មានសម្រាកនោះទេ40អក្សរខ្មែររបស់យើងអក្សរថោជាអក្សរដែលគេប្រើប្រាស់តិចបំផុតចំណែកក្នុងភាសាអង់គ្លេសវិញអក្សរដែលគេប្រើប្រាស់តិចបំផុតមានអក្សរ J Q X និង Z តើបងប្អូនបានដឹងពីអ្វីខ្លះទៀតសូមខមមិនឲ្យយើងខ្ញុំបានដឹងផងសូមអរគុណ